សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ញកិច្ចព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងពេត្រុសខ្សែទី2ចំពោះ3ខ18ចូលឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាសូមឲ្យទ្រង់បានសេរីល្អនៅជាន់ឥឡូវនេះដល់រាបដល់អស់កលជានិច្ចអាមែនលោកពេត្រុសបានលើកឡើងពីចំណុច2ដែលបង្ហាញអំពីការរីកចម្រើននៅក្នុងជីវិតគ្រីស្ទបរិស័ទទី1គឺជីវិតគ្រីស្ទបរិស័ទត្រូវរីកចម្រើនក្នុងព្រះគុណហើយទី2ជីវិតគ្រីស្ទបរិស័ទត្រូវរីកចម្រើននៅក្នុងការស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅការស្គាល់ត្រង់នេះអាចរំលេចចេញជាចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទប្រសិនបើយើងគ្រាន់តែរីកចម្រើនតែចំណេះដឹងនោះមិនគ្រប់គ្រាន់ឡើយបើសិនជាគ្មានព្រះគុណបើសិនជាគ្មានព្រះគុណនោះយើងនឹងអាចក្លាយជាមនុស្សដែលត្រជាក់ពេកឬមនុស្សដែលតឹងរ៉ឹងកាន់ក្រឹតវិន័យជ្រុលពេកនៅពេលដែលយើងមានចំណេះដឹងតែគ្មានព្រះគុណប្រសិនបើយើងមានព្រះគុណទទួលព្រះគុណយ៉ាងបរិបូរណ៍តែយើងគ្មានចំណេះដឹងនៃព្រះបន្ទូលឬគ្មានចំណេះដឹងនៃព្រះយេស៊ូវគ្រីស្ទនោះសេចក្តីជំនឿរបស់យើងចាក់ឫសមិនបានជ្រៅទេគឺចាក់ឫសបានរាក់ពេកហើយងាយនឹងប្រែប្រួលងាយនឹងងាករេដើរចេញពីព្រះនៅពេលដែលយើងគ្មានចំណេះដឹងនៃព្រះបន្ទូលជាមូលដ្ឋានការរីកចម្រើនក្នុងព្រះគុណគឺជាការរីកចម្រើនក្នុងបទពិសោធន៍នៃទំនាក់ទំនងនៃសេចក្តីស្រឡាញ់យើងស្គាល់ពីព្រះគុណនៃសេចក្តីមេត្តាករុណារបស់ទ្រង់ស្គាល់ពីព្រះគុណនៃការអត់ទោសនិងព្រះគុណគ្រប់យ៉ាងដែលចិញ្ចឹមជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើងបងប្អូនទាំងអស់គ្នាអាចក្លាយជាមនុស្សដែលមានចិត្តសប្បុរសចំពោះអ្នកដទៃនៅពេលដែលយើងរីកចម្រើនខាងព្រះគុណកាន់តែច្រើនឡើងពីព្រោះយើងដឹងថាអ្នកដទៃក៏ត្រូវការព្រះគុណដូចជាយើងដែរការរីកចម្រើននៅក្នុងចំណេះដឹងនៃព្រះបន្ទូលគឺជាការកសាងគ្រឹះយ៉ាងរឹងមាំនិងមុតស្រួចដែលសំដៅទៅលើចំណេះដឹងយ៉ាងស៊ីជម្រៅព្រមទាំងបទពិសោធន៍ជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលយើងអាចយល់ដឹងពីចរិតលក្ខណៈរបស់ទ្រង់ការបង្រៀនរបស់ទ្រង់ការសន្យារបស់ទ្រង់កាន់តែស៊ីជម្រៅដូច្នេះបងប្អូនហើយការដែលយើងរីកចម្រើននោះគឺត្រូវតែរីកចម្រើនខាងឯព្រះគុណរួមជាមួយនឹងការរីកចម្រើនខាងឯចំណេះដឹងអំពីព្រះបន្ទូលនៃព្រះផងដែរធ្វើដូចនេះជីវិតរបស់យើងនឹងមានលំនឹងហើយយើងនឹងរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដែលរឹងមាំព្រមទាំងបង្កើតផលផ្លែនៅក្នុងជីវិតរបស់យើងដូច្នេះហើយនៅថ្ងៃនេះតើបងប្អូននឹងទូលសុំយ៉ាងដូចម្តេចពីព្រះគុណរបស់ព្រះហើយនឹងចំណេះដឹងនៃព្រះបន្ទូលរបស់ព្រះសូមព្រះវិញ្ញាណបរិសុទ្ធបានបង្កើតនៅចំណង់ដែលយើងចង់សិក្សាព្រះបន្ទូលនៃព្រះចង់ស្វែងយល់
អំពីបំណងប្រហាតីនៃព្រះហើយចង់មានបទពិសោធន៍ជាមួយនឹងព្រះគុណរបស់ទ្រង់នៅថ្ងៃនេះព្រះអង្គចាស់យើងខ្ញុំថ្វាយស្រីឡដល់ទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំឲ្យយើងខ្ញុំបានរស់នៅក្នុងព្រះគុណនិងការរីកចម្រើនខាងឯព្រះបន្ទូលដើម្បីឲ្យជីវិតរបស់យើងខ្ញុំរឹងមាំមិនងាករេហើយរស់នៅថ្វាយស្រីឡដល់ទ្រង់ជានិច្ចសូមព្រះវិញ្ញាណបរិសុទ្ធបានបើកសម្ដែងឲ្យយើងខ្ញុំបានយល់គ្រប់ការដែលព្រះអង្គសពប្រហាតីឲ្យយើងខ្ញុំបានរស់នៅដោយស្វែងរកព្រះអង្គជាអធិភាពទី1នៅក្នុងជីវិតនៅលើផែនដីនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន